ឥឡូវខ្ញុំមានតារាងមួយដោយខ្ញុំចង់កំណត់នៅការធ្លាក់ជាប់របស់សិស្សអញ្ចឹងខ្ញុំប្រើរូបមន្ត if ដោយកំណត់ថាបើសិនបើពួកគាត់បានបន្ទុកចាប់ពី50ឡើងគឺឲ្យពួកគាត់ជាប់ក្រោម50គឺខ្ញុំឲ្យធ្លាក់អញ្ចឹងប្រើរូបមន្ត if ដើម្បីបានលទ្ធផលដូចដែលខ្ញុំចង់បាននេះគ្រាន់តែ enter មកគឺបានហើយគ្រាន់ហើយយើងអាចធ្វើការ select មកបែបនេះជាការស្រេចតមកខ្ញុំចង់កំណត់នៅនិទេសរបស់គាត់សំទោសគឺចំណាត់ថ្នាក់របស់គាត់ពី1ដល់25អញ្ចឹងខ្ញុំប្រើរូបមន្ត rank ហើយ select យកទិន្នន័យ1សិស្សទី1សិនបន្ទាប់មកយើងយកទិន្នន័យទាំងអស់បន្ទាប់មកទៀតទៅចុច F4 ដើម្បីចាក់សោហើយ enter បន្ទាប់មក double click នៅខាងស្ដាំនេះជាការស្រេចនៅមិនទាន់អស់ទេគឺខ្ញុំចង់រៀបចំនៅចំណាត់ថ្នាក់នេះឲ្យតាមលំដាប់ពី1ដល់25អញ្ចឹងខ្ញុំចូលដល់ custom sort ដោយដែលបានបង្ហាញរូបមន្តក៏ដូចជាវីដេអូមុនដែរអញ្ចឹងខ្ញុំជ្រើសរើសយក rank ហើយយើងមិនបាច់ធ្វើអីទៀតទេគ្រាន់តែចុច OK មកគឺស្រេចជាការស្រេចហើយអញ្ចឹង file លទ្ធផល file ហ្នឹងគឺនៅខាងក្រោមអញ្ចឹងខ្ញុំគ្រាន់តែចាក់ពណ៌ឲ្យបានពណ៌លឿងមកគឺបានហើយបាទអរគុណ